ភាសាខ្មែរថ្នាក់ទី6មេរៀនទី4សរសេរតាមអានអត្ថបទវិបត្តិបរិស្ថានបច្ចុប្បន្នពិភពលោកទាំងមូលព្រួយបារម្ភអំពីបញ្ហាប្រែប្រួលអាកាសធាតុបុព្វហេតុនេះបង្កឲ្យមានកំណើនគ្រោះធម្មជាតិដល់ភពផែនដីដូចជាខ្យល់ព្យុះទឹកជំនន់និងជាពិសេសធ្វើឲ្យផែនដីឡើងកម្ដៅរាល់ឆ្នាំផែនដីកាន់តែឡើងកម្ដៅបង្កការលំបាកដល់ការរស់នៅប្រសិនបើផែនដីកាន់តែឡើងកម្ដៅខ្លាំងឡើងជារៀងរាល់ឆ្នាំតើពិភពលោកនឹងក្លាយទៅជាយ៉ាងណាការប្រែប្រួលអាកាសធាតុកើតឡើងដោយការធ្វើឲ្យខូចបរិស្ថានបញ្ហានេះមកពីការបង្កើនរោងចក្រឧស្សាហកម្មការប្រើប្រាស់យានជំនិះឲ្យមានផ្សែងពុលការចោលកាកសំណល់និងការកាប់បំផ្លាញព្រៃឈើជាដើមដោយខ្លាចឥទ្ធិពលនេះទើបគេកំពុងដាក់វិធានការដើម្បីការពារការប្រែប្រួលអាកាសធាតុដើម្បីកាត់បន្ថយកម្ដៅផែនដីត្រូវដាំរុក្ខជាតិពណ៌បៃតងឲ្យបានគ្រប់ទិសទីកាត់បន្ថយផ្សែងពុលកែច្នៃកាកសំណល់ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើជាដើមការការពារបរិស្ថានទាមទារឲ្យយើងចូលរួមទាំងអស់គ្នាទើបទទួលបានជោគជ័យសំណួរ 1. តើវិបត្តិបរិស្ថានបង្កការលំបាកអ្វីខ្លះ 2. តើការប្រែប្រួលអាកាសធាតុកើតឡើងដោយសារកត្តាអ្វីខ្លះ 3. តើគេមានវិធានការអ្វីខ្លះដើម្បីការពារការប្រែប្រួលអាកាសធាតុ 4. តើអ្នកបានដាំអ្វីខ្លះហើយសម្រាប់ការងារបរិស្ថាន លំហាត់ 1. ចូលពន្យល់ពាក្យវិបត្តិបរិស្ថានបុព្វហេតុ 2. ចូលរកពាក្យផ្ទុយនិងពាក្យបន្ថយជោគជ័យ 3. ចូលរកពាក្យន័យដូចស្ទីស្នៃនិងពាក្យខ្យល់រុក្ខជាតិ 4. ចូលរកពាក្យសូរដូចស្ទីសូរនិងពាក្យទាសូមអរគុណសូមសំណាងល្អ